ជាទីគោរពនិងជាទីមេត្រីបាទស្វាគមន៍ពុកម៉ែបងប្អូនមកកាន់ការប្រកួតទឹកទី2ជាបន្តទៀតបាទទឹកទី1បើទោះបីជាមិនសូវជាមានចង្វាក់អត្តៈគ្នាខ្លាំងបាទប៉ុន្តែក៏បាទមានរូបភាពយឺតៗដែរបាទពីការតតហើយរាប់ជាប់បាទពីអេនរ៉តបាទចេញកីឡាករទាំងពីរបាទគាត់អាចមើលរូបភាពយឺតៗបាទនេះបាទមានល្អម្ដាយគុតបាទទឹកទី1បាទយ៉ាងណាមិញក៏ស្ទង់គ្នាគូសំដែរហើយបាទយើងចាំមើលទឹកទី2បន្តទៀតអ្នកទឹកចេញក្រៅសឹកណៅទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាទទឹកទី2បាទកម្ដៅរៀងកើនឡើងបាទរវាងអេនរ៉តបាទហើយនឹងផេតសេនឡានបាទនេះកន្លែងតានេះបាទទាត់ក្រោមមួយបាទរបស់អេនរ៉តបាទព្យាមសម្រុកមែនទែនបាទតួអង្គបាទជាអ្នកដើរចូលតាំងពីទឹកទី1រហូតដល់ទឹកទី2បាទហើយបងប្អូនដែលកំពុងតែទស្សនានិងកំពុងតែវិភាគបាទការប្រកួតរបស់អ្នកទាំងពីរឃើញថាអាយ៉ាអេនរ៉តបាទព្យាមបុកច្រើនបាទរីឯផេតសេនឡានបាទព្យាមបុកកែងទេបាទតែបុកអត់ចូលអ្នកទឹកចេញក្រៅសឹកណៅនឹងជាទីមេត្រីបាទស្វាគមន៍មកកាន់ការប្រកួតគូអន្តរជាតិបាទគូនេះកំពុងតែជក់ចិត្តបាទកំពុងតែជក់ចិត្តបាទរវាងអេនរ៉តបាទនិងផេតសេនឡានបាទមួយតែធ្ងន់បាទសម្រាប់ខៀវបាទអេនរ៉តបាទព្យាមសម្រុកចាន់កែងនេះបិទជាប់ឃុំតែម្ដងហើយក៏ទាត់ក្រោមបាទផេតសេនឡានក៏ដេញបាទបត់កែងមកវិញគូមកកាន់ការប្រកួតទឹកបដាច់ប្រត់បាទរវាងគូអន្តរជាតិបង្គោលក្រហមបាទអេនរ៉តនិងកីឡាករបង្គោលខៀវផេតសេនឡានបាទនេះរូបភាពយឺតបាទស្ដីអំពីការប្រកួតរវាងអ្នកទាំងពីរកាលពីទឹកទី4បាទកន្លងទៅបាទបោះជង្គង់ឆ្វេងបាទចូលដល់ទឹកទី3មកបានទៅដឹងថាអ្នកទាំងពីរបាទល្អជង្គង់ដូចគ្នាបាទសតអ្នកបកាយចាប់បាទបកាយចាប់ហើយដោយកែងទៀតបាទកំណាប់ដៃក៏ដូចគ្នាបានដែរបាទគូនេះបាទនេះរូបភាពយឺតបាទពីការប្រកួតបាញ់មិញបាទដើមទឹក5អេនរ៉តដូចជាអត់មានហូលហត់ទេបាទមិនដឹងថាចូលកន្លែងតាណាបាទដែលធ្វើឲ្យអូនេះបាទកំដាប់ដៃបាទចូលពេញបាទចូលពេញផ្ទៃមុខបាទកដោងច្បងនេះគឺក៏ឆាប់ហូលហត់ដែរបាទថាចូលពេញអាចបាក់របួសទៀតបាទម្ដាយរបស់អេនរ៉តទៅ